តើបងប្អូនយើងធ្លាប់ត្រូវបានគេមើលងាយដែរឬទេបាទតើបងប្អូនយើងធ្លាប់ត្រូវបានគេមើលងាយដែរឬទេជាពិសេសហ្នឹងគឺមើលងាយនៅយើងបែបក្មេងៗណាបាទកាលនៅពីក្មេងៗគេមើលងាយទីមួយហ្នឹងគឺមើលងាយឃើញយើងក្រណាបាទមើលងាយឃើញយើងមិនមានសម្ភារៈនិយមបាទទៅរៀនទៅសូត្រចឹងទៅគ្មានកង់គ្មានម៉ូតូអីជិះដូចគេណាមើលងាយការស្លៀកពាក់របស់យើងបាទសម្លៀកបំពាក់រហែកមិនសូវជាសមរម្យមិនចុះចំណោមគេគ្រួសារក្រីក្រណាបាទអញ្ចឹងប្រកាសជាបងប្អូនយើងធ្លាប់មានការមើលងាយហើយចំពោះបងប្អូនយើងដែលគាត់នៅស្រុកស្រែចំការណាបាទសូម្បីតែខ្ញុំផ្ទាល់ហ្នឹងកាលនៅពីក្មេងហ្នឹងក៏ធ្លាប់គេបាទប៊ូលូឬក៏ប៊ូលីដែរតាក់ទងទៅនឹងជីវិតរបស់យើងកាលនៅពីក្មេងបាទជាកូនអ្នកក្របាទខ្សត់ណាបាទគេថារោគមុខខ្វះក្រោយចឹងទៅបាទធ្លាប់គេនិយាយពេលខ្លះនិយាយចំពីមុខខ្ញុំនឹងក៏មានបាទក្រោយខ្នងនឹងក៏មានមិត្តភ័ក្តិរៀនជាមួយគ្នានឹងក៏និយាយដើមខ្ញុំដែរបាទពេលខ្លះគេថាផ្ទះខ្ញុំនឹងគឺបាទផ្ទះឡើងក្រហមតែដោយផ្ទះរើសអេចាយអញ្ចឹងណាងកមើលការស្លៀកពាក់ដូចជាក្មេងអ្នកសំទានអីចឹងណាខ្ញុំធ្លាប់ជួបជីវិតរបស់ខ្ញុំផ្ទាល់តែម្ដងកាលនៅពីក្មេងត្រូវបានគេថាប៊ូលីឬក៏មើលងាយណាក្នុងចិត្តរបស់យើងពេលដែលឮសូរគេមាក់ងាយបែបហ្នឹងក៏មានអារម្មណ៍ថាអន់ចិត្តដែរបាទអន់ចិត្តឬក៏តូចចិត្តមិនអញ្ចឹងណាបាទតូចចិត្តផាំយើងត្រូវបានគេមើលងាយមើលថោកអញ្ចឹងណាអន់ចិត្តសពុនចិត្តអីចឹងដែរបាទប៉ុន្តែយើងគិតត្រឡប់ទៅវិញបាទនៅក្នុងការអន់ចិត្តហ្នឹងក៏មានគំនិតលក្ខណៈថាយើងខឹងណាបាទខឹងបែបលក្ខណៈថាចាំមើលតែខ្ញុំខំប្រឹងរៀនសូត្រខ្ញុំធំឡើងខ្ញុំនឹងរកការងារល្អខ្ញុំនឹងធ្វើជីវិតរបស់ខ្ញុំនឹងគឺលក្ខណៈធូធីបងប្អូនយើងណាធ្លាប់ខឹងគេបែបហ្នឹងប៉ុន្តែយកការមើលងាយរបស់គេខំប្រឹងរៀនសូត្រសម្រាប់ខ្លួនឯងណាបាទអញ្ចឹងដល់ពេលសម្រាប់ខ្លួនខ្ញុំផ្ទាល់តែម្ដងនៅពេលដែលខ្ញុំធំឡើងបាទខ្ញុំក៏ខិតខំរៀនសូត្រអញ្ចឹងណាបងប្អូនយើងណាទោះបីជាមិនបានផ្លែផ្កាល្អប្រសើរ 100% ក៏បាទគេថាអាចគេចផុតពីភាពលំបាកច្រើនដែរអញ្ចឹងពេលខ្លះគឺយើងបាទស្ដាប់ពាក្យមាក់ងាយរបស់គេយើងបាទក៏មានការអន់ចិត្តឬក៏តូចចិត្តប៉ុន្តែនៅក្នុងពេលដែលការខឹងឬក៏អន់ចិត្តនោះយើងត្រូវក្រឡេកទៅមើលការខិតខំប្រឹងរបស់យើងដែរយើងត្រូវតែតស៊ូព្យាយាមដើម្បីកុំឲ្យពាក្យមាក់ងាយនេះគឺធ្លាក់មកលើយើងគេថាជារៀងរហូតណាបាទអញ្ចឹងន័យថាពេលដែលយើងខំប្រឹងរៀនសូត្រមានបានចឹងទៅពេលដែលយើងត្រឡប់ទៅស្រុកស្រែចម្ការរបស់យើងវិញគេឃើញយើងថាយើងខំប្រឹងរៀនសូត្រមានបាននោះពាក្យមាក់ងាយទាំងប្រមាណហ្នឹងគឺលែងមានហើយមានវិញនោះគឺជាពាក្យដែលលក្ខណៈថាបែបបច្ចាញ់ផ្សាលវិញណាបាទអញ្ចឹងបាទទាំងខ្ញុំទាំងគេបងប្អូនយើងធ្លាប់ហើយគេប៊ូលីណាប៉ុន្តែมันជាបញ្ហាទេបាទអញ្ចឹងយើងខំប្រឹងទៅបាទតែយើងមានបានគេលេងប៊ូលីគេលេងមើលងាយណាបាទ